បើកព័ត៌មានមកឃើញក្រែបជាឧបត្ថម្ភទៅខាងយោធាថៃណាបងប្អូនចាឧបត្ថម្ភឲ្យបងប្អូននឹងស្រាប់អាលុយឧបត្ថម្ភហ្នឹងឧបត្ថម្ភហ្នឹងវាយកទៅទិញគ្រាប់ទិញអីហ្នឹងខាងយោធាខាងអីហ្នឹងវាគ្មានយកទៅណាក្រៅពីរឿងចឹងទេប៉ុន្តែសួរតែចាក្រែបហ្នឹងខ្ញុំឃើញមានអ្នកខ្លះគេថានៅម៉ាឡេស៊ីហើយអ្នកខ្លះគេថានៅសិង្ហបុរីនៅសិង្ហបុរីអីចឹងទៅប៉ុន្តែសួរថាប្រភពដើមខ្ញុំមិនទាន់ដឹងថាមកពីណាប្រកបណាខ្ញុំក៏ fan ក្រែបមួយដែរអញនិយាយមែនបើសិនជាអញដឹងថាក្រែបហ្នឹងរបស់ថៃមែនប្រភពដើមមកពីថៃមែនពាក់ឯកាឈប់ប្រើហ្មងវាប្រជាជនខ្មែរមួយរូបដែរខំប្រឹងនិយាយក្តែងចង់ងាប់បងប្អូនខ្មែរយើងត្រូវពាក់ឯកាឈប់ប្រើរបស់ថៃបងប្អូនរងថ្ងៃនេះហាយើងមិនដឹងថារបស់ថៃនៅក្នុងស្រុកខ្មែរហ្នឹងវាមានស្អីខ្លះទេហើយខ្ញុំលើព័ត៌មានមកមួយទៀតថាផលិតផលថៃឥឡូវចាប់ផ្ដើមដូរបិទក្បាលកូនបងប្អូនចាបិទក្បាលកូនដាក់ក្បាលកូនខ្មែរដាក់អក្សរខ្មែរប៉ុន្តែខ្ញុំឆ្ងល់ថាគេបិទមិនហើយគេដូរមិនណាអញ្ចឹងបងប្អូនណាពេលដែលទិញផលិតផលអីមួយមើលឲ្យច្បាស់បងប្អូនចាំទិញព្រោះដោយសារតែឥឡូវផលិតផលណាគឺសម្បូរណាសម្បូរខ្លាំងច្រើនណាស់តាំងពីយើងពាក់ហិកាមកក៏មានរបស់ខ្លះចាប់ផ្ដើមដូរចាប់ផ្ដើមអីចឹងទៅបងប្អូនមានរបស់ថៃជាច្រើនទៀតនៅក្នុងស្រុកដែលយើងអត់បានដឹងហើយវាមិនទាន់បែកធ្លាយព័ត៌មានមកថារបស់ថៃអីណាខ្លះហើយមានឈ្មោះអីខ្លះចឹងបងប្អូនព្រោះដោយសារផលិតផលវាមានច្រើនណាស់រាប់លានមុខចឹងយើងអត់ដឹងថាមួយណាខ្លះទៀតរបស់ថៃនោះទេចឹងបើសិនជាយើងទិញឲ្យបងប្អូនត្រូវពិនិត្យមើលឲ្យច្បាស់ហើយចាំទិញព្រោះដោយសារជៀសវាងចាញ់បោកពួកចោលខ្ញុំឃើញព័ត៌មានដែលសន្ទុះនៃការពាក់ហិការបស់យើងក្នុងខែហ្នឹងគឺខ្លាំងមែនទែនឡើងរបៀបថាចង់ផ្ដួលរលំសេដ្ឋកិច្ចថៃហ្មងបងប្អូនមិនព្រោះរលំត្រង់អីទេថាយើងពាក់ហិកាក្នុងខែនេះគឺសាហាវជាងខែមុនទៀតបងប្អូនយល់ទេឡើងតំណែងរបស់វាធ្លាក់នៅសល់ 0.1% បងប្អូនអញ្ចឹងយើងត្រូវពាក់ហិកាបន្តទៀតបងប្អូន 0.1% មិនធម្មតាទេអញ្ចឹងយើងត្រូវពាក់ហិកាឲ្យនៅ 0.00 បងប្អូនកុំឲ្យមានលេខ1នៅក្នុងហ្នឹងឯសោះហ្នឹងហើយត្រូវពាក់ហិកាឲ្យដល់0ហ្មងទៅបើចូលថាពាក់ហិកាឲ្យវាអាលំអាលាខ្ទេចអស់ហ្មងទៅមកវិញនិយាយរឿងក្រែបបើសិនជាដឹងថាក្រែបហ្នឹងជារបស់ថៃទៀតអញពាក់ហិកាជប់ប្រើទៀតព្រោះដោយសារតើខ្ញុំរងថ្ងៃនេះខ្ញុំតំណាងខ្ញុំជិះតែក្រែបឯងហើយដឹកអីវ៉ាន់ដឹកអីហ្នឹងជូនអីវ៉ាន់អីហ្នឹងអាហ្នឹងខ្ញុំប្រើតែក្រែបឯងបងប្អូនព្រោះដោយសារតែក្រែបហ្នឹងរៀងលឿននិយាយតាមត្រង់ចោះហើយខ្ញុំម្នាក់នេះដែលជា fan នេះបើសិនជាដឹងថាក្រែបហ្នឹងបោះថៃនេះពេលការជប់ប្រើរបស់ថៃហើយឥឡូវខ្លួនឯងប្រើរបស់ថៃទាំងអត់ដឹងខ្លួននេះខ្ញុំនិយាយមិនខ្ញុំស្ដាយក្រោយមកជីវិតដោយសារតែនៅក្នុងព័ត៌មានហ្នឹងខ្ញុំឃើញមានបងប្អូនយើងជាច្រើនមែនតើដែលគាត់ចូលខមមិនប៉ុន្តែខ្ញុំមិនដឹងថាប្រភពមកពីណាច្បាស់ទេប៉ុន្តែគាត់តែខ្ញុំដឹងថាក្រែបឥឡូវឧបត្ថម្ភទៅខាងយោធាថៃនេះហ្នឹងហើយឧបត្ថម្ភប្រហែល1000 បាតដល់10000 បាតដឹងទេបងប្អូនជួយមើលខ្លួនឯងហ្នឹងទៅនេះឲ្យបានជាណាបងប្អូនណាត្រូវតែពាក់ឯកម្ដងទៀតផលិតផលថៃកុំប្រើឲ្យសោះដឹងភ្លាមជៀសភ្លាមចាត់ទុកថារបស់ហ្នឹងថាជារបស់សម្រាមទៅ